Rồi ngày nắng dương mà riêng download file ISO ដើម្បី reset password នៅលើ computer ទាំងអស់គ្នាហើយយើងមានកម្មវិធីជ្រោមមួយយើងចូលក្នុងកម្មវិធីជ្រោមដើម្បី download file មួយហ្នឹង file មួយហ្នឹងមានឈ្មោះថា Hi Rainbow CD យើងចុច enter វាមកយើងដើម្បី download កម្មវិធីមួយហ្នឹងបន្ទាប់មកយើងឲ្យឃើញពាក្យថា download នៅលើ file ហ្នឹងពាក្យ download ហ្នឹងយើងចុចចូលលើហ្នឹងមកហើយក៏យើងចូលត្រមកក្រោមតិចត្រមកក្រោមមានកន្លែង download វានេះឲ្យគឺជាកន្លែង download file មួយហ្នឹងឥឡូវខ្ញុំបាន download ឲ្យអា file មួយហ្នឹងហើយ download file ISO ហ្នឹងហើយតោះមកយើងទៅយើង download file រូបមួយទៀតមកដើម្បីឲ្យធ្វើជា flash boot ចឹងណាយើងត្រូវមកក្រោមតិចមកនេះជាកន្លែងដែលទៅ download ចឹងណាបងនេះជាកន្លែង downloadនេះហើយខ្ញុំបាន download វារួចហើយកម្មវិធី Rufus មួយហ្នឹងយើងឲ្យ refresh លើ computer តិចមកយើងបន្តមកយើងបើកអាកម្មវិធី Rufus ហ្នឹងមកបន្តមកយើងមកយកយើងចុចកន្លែងនេះមកយើងយកដើម្បីយកអា file ដែលយើង download មិញហ្នឹងយើងយក file មួយហ្នឹងមកដើម្បីឲ្យធ្វើជា flash boot នៅក្នុងឲ្យកម្មវិធី Rufus យើងចុច open វាមកហើយកន្លែងនេះយើងចុច start វាមកដើម្បីឲ្យវាធ្វើជា flash boot ចឹងណាកន្លែងនេះយើងឲ្យទុកឲ្យដើរពេញសិនមកយើងយកពេលវេលាទៅឆុងកាហ្វេផឹកសិនមកឲ្យវាដើរពេញសិនមកយើងអាចទៅធ្វើអីផ្សេងៗបានពេលដែលវាពងដើរចឹងយើងទុកឲ្យវាដើរពេញសិនមកឥឡូវវាពេញហើយយើងចុច close វាមកយើងមកធ្វើការឲ្យ boot នៅលើ computer របស់អ្នកគ្នាហើយខ្ញុំដក flash ចេញពីលើ computer មួយខ្ញុំទៅដុតទៅលើ computer មួយទៀតដើម្បី boot file ដែលយើងតឡើងវាមិញហ្នឹងឥឡូវខ្ញុំដុតនៅចូល computer មួយទៀតសិនលើ computer មួយនេះបានស្គាល់ flash របស់ខ្ញុំហើយឥឡូវខ្ញុំចុចឲ្យ restart នៅលើ computer មួយនេះសិនកន្លែងនេះយើងឲ្យចុច F12 មកដើម្បី boot file ដែលយើងមិញហ្នឹង file ដែលយើងបង្កើតវាមិញហ្នឹងយើងយក USB យើងវិញមកហើយវាពងដើរហើយ
ទុកឲ្យវាណាវាចេញមកសិនមកកន្លែងនេះយើងចាំវា download កម្មវិធីនៅលើ Farmlink សិនវា download សិនកន្លែងនេះវាពងដើរឥឡូវវាបានចេញមកហើយបាន download ឲ្យកម្មវិធីហ្នឹងមកហើយកន្លែងនេះយើងយកឲ្យ all program មកហើយចូល security ហើយចូលយកពាក្យថា password ហើយចូល Windows login unlock មកនេះជាឈ្មោះ user ឲ្យកុំព្យូទ័រយើងវាសូននៅលើហ្នឹងហើយកន្លែងនេះវាមានឈ្មោះ reset unlock ហើយនឹង new user ហើយនឹង bypass ហើយនឹង option ហើយនឹង backup ហើយនឹង restore ជាដើមកន្លែងនេះកន្លែង option វាឥឡូវយើងចាប់ដល់ reset ឈ្មោះ hai មិញមកឥឡូវវាពង reset password មិញខ្ញុំចុច OK មករួចហើយខ្ញុំមក reset រួចហើយវាឲ្យឈ្មោះ hai មិញហ្នឹងឥឡូវយើងថតឲ្យវាមកយើងចុច restart វាមកដើម្បីដក flash ចេញច្រឡំតិចឥឡូវយើង restart ម្ដងទៀតមានចុចច្រឡំ restart មកហើយយើងដក flash ចេញមកអត់ចេញទេrestart ហើយបើកខ្លួនឯងដល់ចុចបើកម្ដងទៀតហ្នឹងបើករត់ដល់លើកុំព្យូទ័រផ្សេងពេលដែលយើងចុច restart ទេបើកអូតូហើយហើយកុំព្យូទ័រនេះវាចុច restart វាអត់បើកដល់យើងចុចបើកម្ដងទៀតបន្តិចមកវាចេញសិនមកវារៀងយឺតតិចឥឡូវចេញមកហើយយើងចុចenter វាមកដាច់ password ហើយយើងបាន reset វាជោគជ័យហើយនេះ user ហ្នឹងឈ្មោះ hai មិញហ្នឹងដែលយើងremove password មិញហ្នឹងសូមអរគុណដល់បងប្អូនទស្សនា channel នេះខ្ញុំសូមជួយចុច like និងជួយ subscribe អ្នកមើលមកដើម្បីបានវីដេអូថ្មីៗចឹងណាបងប្អូនបាយបាយ